Mày chụp mày nè đi theo con đi theo con đi chung trong tay đi chung tay cô ra đó tây ô vinh mấy អូសូមគោរពជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាអាណិតលោកយាយខ្លាំងមែនតើគាត់ឈានចូលដល់វ័យមួយដែលចាស់ជរាហើយគាត់មិនប្រាថ្នាអ្វីឡើយក្រៅពីគាត់ចង់បានមឈូសមួយសម្រាប់ខ្លួនឯងនៅពេលដែលមានគេឲ្យមឈូសមកគាត់គឺគាត់និយាយថាគាត់មានអារម្មណ៍សប្បាយចិត្តមែនតើគឺជារឿងដ៏ចម្លែកគេគ្រប់គ្នាតែងប្រាថ្នាចង់បានអ្វីផ្សេងអញ្ចឹងប៉ុន្តែលោកយាយគឺខុសគេក្នុងជីវិតគាត់ចុងក្រោយនេះគាត់ចង់បានអីទេត្រឹមថានៅពេលដែលគាត់បានលាចាកលោកទៅអញ្ចឹងបងប្អូនគឺគាត់មានកន្លែងសម្រាប់ដាក់គាត់អញ្ចឹងណាហើយអាណិតគាត់មែនតើនៅផ្ទះតែម្នាក់ឯងមើលនៅរស់នៅម្នាក់ឯងហើយគ្មានកូនគ្មានចៅទេយ៉ាងបានត្រូវអញ្ចឹងបានខ្លាចទៅជាអញ្ចឹងបងប្អូនហើយមើលហើយមានអារម្មណ៍ថាអួរណាំកណាបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនបានទស្សនានៅវីដេអូរបស់នាងខ្ញុំហើយសូមបងប្អូនជួយចុច Subscribe វីដេអូរបស់នាងខ្ញុំម្នាក់មួយផងណាគេជូនក្តាមមកឈូសម៉ែត្រីអូវិញអូចាលោកថាយាយឥឡូវចូលទៅបានខ្លាយណាយ៉ាងណាបាទបានខ្លាយណាបានណាដាក់ឲ្យយុគទឹកណែយោហើយហើយគុំបាទយ៉ាងនេះបានជិតជាអ្នកជិតបើគេយកមកអត់បើឡងបើយកមកបានអូខេមិនបានម៉ែទៅលេងម៉ែពិបាកអីខ្លះបាទចាបាទវាណាជួយគាត់អត់មានទេអត់មានកូនមានតែមួយខូចបាត់ហើយអញ្ចឹងគាត់រស់នៅតែឯងហ្នឹងរយៈពេលយូរឆ្នាំហើយនៅចាយូរឆ្នាំហើយបាទម៉ែឥឡូវកូនសុំដាក់ឧបករណ៍ស្រោបសលេងតិចសិនមកម៉ែអានេះដាក់ឲ្យលឺសលេងម៉ែហើយនំនេះម៉ែបានមកពីណានំហ្នឹងមួយចៃយកឲ្យបងប្អូនគាត់ជិះគាត់ឃើញចឹងហើយអាណិតដូនចេះខ្លាំងណាស់បងប្អូនហើយចូលដល់វ័យមួយដែលជរាហើយគាត់អត់មានសំណាងបងប្អូនត្រូវរស់នៅតែឯងហើយមានកូនហ្នឹងគឺថាកូនម្នាក់ហ្នឹងបានលាចាកលោកចៅគាត់ទៀតហើយជីវិតមើលចាស់រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯងហើយពេលឈឺពេលជាទៅគាត់ពិបាកយ៉ាងណាទៅបើគ្មានអ្នកនៅចាំមើលថែគាត់ចឹងទៅចេះតែទិញនំទិញអីជូនម៉ែភាសាទៅម៉ែឈ្មោះអីយាយបញ្ជនប្រមាណហើយ86បែបជាងហើយ86យាយហើយអស់មិញម៉ែ86ឆ្នាំហើយកូនចៅនៅណាម៉ែមានកូនទេកូនមួយងាប់បាត់ហើយស្លាប់តាំងពីសម័យណាគាត់ឡើង20ឆ្នាំហើយអូបាទនេះក្រោយសម័យខ្មែរក្រហមទេមិនមែនកូននឹងស្លាប់នៅក្នុងសម័យខ្មែរក្រហមទេហើយចុះតាទៅណាម៉ែស្លាប់អស់ហើយមាននៅទេតាស្លាប់យូរនៅចាគាត់ស្លាប់អស់ហើយកូនម៉ែដែលមានម្នាក់ស្លាប់នឹងកូនប្រុសកូនស្រីហើយស្លាប់អាយុប្រហែលម៉ែ46ហើយចុះកូន40ជាងហើយម៉ែអត់មានចៅទេចុះ41ហើយបានទៅទីឆ្ងាយបាត់ហើយអត់ឲ្យខ្ញុំទេអូគេទុកគាត់នៅតែឯងមែនទេបងស្រីនៅតែឯងហ្នឹងចឹងម៉ែរាល់ថ្ងៃនៅតែឯងកូនទៀមនៅចាមផ្លូវហ្នឹងអូហ្នឹងយកបាយម៉ែដើរកើតទេម៉ែចុះមើលម៉ែនាំខ្ញុំទៅមើលផ្ទះម៉ែតិចមើលមកលោកឲ្យលោកនៅម្នាក់ឯងមានចៅម្នាក់ដែរតែចៅទៅរកស៊ីឆ្ងាយមិនដែរមកអើទេរងថ្ងៃហ្នឹងបានអ្នកចិត្តខាងជួយយកបាយយកទឹកអីមកឲ្យហូបចឹងណាបងប្អូនមើលហើយមើលឃើញគាត់ហើយគឺអាណិតនឹកឃើញដល់យាយខ្លួនឯងចឹងបងប្អូនតែលោកយាយម្នាក់នេះគាត់វ័យចាស់ជរាពេលនេះទៅហើយគាត់អត់មានសំណាងម៉ែចុះមិនរាល់ដងបងប្អូនហើយខ្ញុំទទួលព័ត៌មានបានពីបងប្អូនអ្នកជិតខាងថាលោកយាយមកម៉ែឈប់ពាក់បែកជើងសិនម៉ែបាទពាក់កៅទេម៉ែពាក់កៅទេអូបងភូមិនេះភូមិអីគេភូមិថ្មដាភូមិបឹងណាយស្រុកព្រៃឈើខេត្តកំពង់ចាមនៅទល់មុខវត្តប្រាសាទទឹកឆាហើយស្ទើមរបស់គាត់ហ្នឹងគឺនៅទល់មុខវត្តហ្នឹងតែម្ដងនេះដីចំណីផ្លូវមែនទេបងហើយម៉ែមកធ្វើស្ទើមនៅនឹងយូរនៅ
ดูไว้ ประมาณชนะไม่ไหม ใบดูมาไม่เนี่ย เฮ้ยเนี่ยนะเนี่ยเพิ่มเติมนึงไอ้ไหม มวยเที่ยวเนี่ยน่าอ่ะ อ๋อคือมีมวยประกาศจุดนั้นได้ มวยก็เลยมวยเลยไปเถอะพี่ ខ្ទមគាត់តូចមួយ อ๋อมาឥឡូវម៉ែដើរទៅមើលផ្ទះម៉ែមើលណាឈើច្រត់ម៉ែអូ មើលបងប្អូនខ្ទមតូចមួយហើយសង្កសីគឺ ចោះរាល់ថ្ងៃបាត់ឡើង ចាស់ចាស់គាត់ថាយកមកធ្វើឲ្យតែបាននៅ អូ ហើយឮថានៅលើចំណីផ្លូវទៀតបងប្អូន ស្ទាបដើរចូលផ្ទះចឹងម៉ែចិត្តមុតដៃណា ដឹងอ่ะ នេះដៃប៉ះជាមួយដៃសង្កសីនេះ ไอ้เด็กได้เด็ก ក្តាមបញ្ឈូសអីគេបងហ៎ នេះ ហើយម៉ែសម្រាប់នៅក្នុងហ្នឹងរាល់ថ្ងៃហ្នឹង จ้า លោកឲ្យលោកចឹងបានន័យថារាល់ថ្ងៃម៉ែអត់បាន ហើយកណ្ដាចម្លែកនោះគឺនៅក្នុងផ្ទះរបស់លោកយាយក៏មានក្តាមមឈូសមួយគឺគាត់ថាគាត់គេឲ្យគាត់អញ្ចឹងហើយគាត់សប្បាយចិត្តណាសប្បាយចិត្តគាត់ទុកសម្រាប់ខ្លួនឯងអញ្ចឹងហើយចូលដល់វ័យនេះហើយគាត់គ្មានអីសប្បាយចិត្តជាងបានរបស់នេះទេគាត់និយាយអញ្ចឹងណាហើយអ៊ូដើមក៏មែនតែនពេលឮគាត់និយាយអញ្ចឹងហើយសាច់ញាតិក៏គ្មានកូនចៅអីក៏មានកូនចៅអីទុកចោលទៀតឬមានចៅមួយនឹងទុកយាយចោលទៀតអត់មានអាណិតទេយាយគាត់ចាស់ហើយនៅម្នាក់ឯងមើលកន្លែងគាត់រស់នៅពិបាកណាស់ តាមបាយភាសាខ្លួនឯងទេបងប្អូនអ្នកជិតខាងឯងគាត់យកមកជូនម៉ែជូនអីចឹងទៅហើយចុះមកហូបអីហ្នឹងគាត់យកមកជូនម៉ែដែរហើយចុះបានលុយកាក់ឯណាសម្រាប់ទិញថ្នាំសង្កូវអីម៉ែចុះសុខភាពម៉ែរាល់ថ្ងៃមិនដែរ លុយកាក់ទេ ហត់ថ្ងៃហ្នឹងជាណាវិលមុខទៅជាណាទុកដៃទុកជើងវិលមុខ ហើយយប់ឡើងម៉ែសម្រាននៅក្នុងហ្នឹងម្នាក់ឯងហ្នឹង វាឯងហ្នឹងបើមួយទៅបាត់ហើយទៅដល់ ថ្ងៃឡើងមានកូនក្មួយគេមកលេងអញ្ចឹង ហើយម៉ែពិបាករាល់ថ្ងៃពិបាកមិនខ្លះម៉ែ បាត់ណាស់មួយហើយទៅណាជុំទឹកតែទៅខ្លួនអញហើយពុកបាក់ចាំនេះបានចិត្តគេអ្នកចិត្តខាងយកឲ្យហូបបើគេយកមកអត់មកឡងបើយកមកបានហូបទៅបើគេយកទៅអត់ទៅ មិនបានម៉ែទឹកភ្នែកម៉ែពិបាកមិនខ្លះ បាក់ណាស់ ម៉ែប្រាប់ចៅអស់មកម៉ែពិបាកមិនខ្លះម៉ែរៀបរាប់ប្រាប់ចៅអស់មក បាក់ទីទីណាមួយហើយ ចុះម៉ែចានឆ្នាំងហ្នឹងពេលហូបចុកម៉ែពិសាបាយហើយបានអ្នកណាគេលាងឲ្យចានឆ្នាំងនេះ រៀនខ្លួនឯងនឹងលោករៀនក៏រៀននឹងលិតនឹង ហើយចុះម៉ែល្ងឹតចឹងដើរអត់ខ្លាចផុងអានៀបផុងអីម៉ែឃើញផ្ទះម៉ែដូចជាបាក់ពុកផុយផុងអស់ហើយ ចារៀន អូ បា ពុក ចាអើយ ឡាប់ព្រាម៉ែមើលសុំមើលឡាប់ព្រាតិចមើលអូអូគេបានហៅថាជាទូរទស្សន៍ជុំរស់នៅតែឯងទៅប្រកបបងប្អូនអត់មានសាច់ញាតិកូនចៅនៅក្បែរទេហើយដល់ពេលអញ្ចឹងគឺគាត់សម្រាប់នៅក្នុងកូនសូមគាត់ដល់សតនៅជាប់នឹងថ្នល់ជាតិនេះគឺជាដីចំណីផ្លូវហើយបាក់ពុកខូចអស់ហើយចាក់តែគ្នាបងប្អូនបានឃើញសង្កសីខូចអស់ម៉ែទៅមុខដៃ ក៏ក៏រឿងហើយតែពី ម៉ែចំមេឃភ្លៀងខ្យល់មកមិនទៅម៉ែហើយនោះបងប្អូនមើលបាទផុតដបូលកាឌីស៊ីឈើស៊ីអីអស់ហើយម៉ែចង់ភាសាអីអត់ម៉ែ នេះຕົកលំបាកពិតជាក់ស្ដែងបងប្អូនមិនមែនជាការសំដែងអីទេ ចង់ហូបហើយទៅ ចង់ភាសាអីម៉ែខ្លាយ នឹងឲ្យលោកបងមាននឹងម៉ែហូបផង រឿងរៀនអត់មកហូបហូប ម៉ែចង់ភាសាអី ទឹកខ្លែងទៅហើយបាទ ចង់បានទឹកខ្លាយឈើផ្អែមអញ្ចឹងទៅហើយអ្នកណាគេធ្វើទៀនទុកក្តាមមកឈូសឲ្យម៉ែ គេជូនគេជូន គេជូនយូរនៅម៉ែហើយមិនបានគេជូនក្តាមមកឈូសម៉ែ គេទៅបន់គេទៅ
bóng đi trong tay thì chú chờ nó chờ gì á បងប្អូននោះក្តារមកឈូទឹកនៅនោះសុំទោសបងប្អូននេះមិនមែនជាការប្រមាថបជនអាយុជីវិតលោកយាយអត់ទេតែជាការធ្វើទៀនអ្វីក៏គេហៅថាទៀនណាបងប្អូន ហ្នឹងហើយដោយសារចាស់ចាស់គាត់ចូលដល់វ័យនេះហើយគឺគាត់ គ្នាធ្វើបុណ្យធ្វើទៀនជូរក្តារ គិតខុសពីយើងដែលយើងនៅក្មេងៗគាត់ចង់បានរបស់នេះអញ្ចឹងហើយការធ្វើទៀនអ្នកខ្លះគេថាមិនទៅជូនក្តាំឈូសចឹងគេថារឿងអត់ល្អរឿងអីចឹងប៉ុន្តែមិនមែនទេអានឹងជាការធ្វើទៀនរបស់គេព្រោះមនុស្សយើងម្នាក់វាជិះអត់ផុតទេពីរឿងកើតចាស់ឈឺស្លាប់ហ្នឹងបងប្អូនអញ្ចឹងគេធ្វើទៀនអញ្ចឹងក៏ជារឿងល្អមួយបែបដែរសម្រាប់ចាស់ចាស់អញ្ចឹងព្រោះអីមនុស្សយើងមិនមែនជីវិតអមតៈទេអញ្ចឹងមិនដឹងថាថ្ងៃណាថ្ងៃណីទេអញ្ចឹងមិនគេថាឲ្យយើងពេលបាននៅចិត្តគ្នាពេលបានស្គាល់គ្នាហើយស្រឡាញ់គ្នាថែរក្សាគ្នាទៅព្រោះជីវិតវាមើលមិនឃើញជីវិតវាមិនទៀងណាអញ្ចឹងយើងធ្វើល្អដាក់គ្នាឲ្យច្រើនទៅខំណាស់នៅពេលដែលយើងផុតទុកទៅលាចាក់លុតទៅគឺយើងនៅសល់អំពើល្អដែលយើងបានសាងនឹងដែរ ចូលដល់វ័យប៉ុណ្ណេះគាត់លែងរន្ធត់នឹងសេចក្តីស្លាប់ហើយអញ្ចឹងអ្វីដែលគាត់រន្ធត់អ្វីដែលគាត់បារម្ភខ្លាចពេលដែលគាត់អស់អាយុទៅមិនដឹងបានអ្នកណារៀបចំបុណ្យទានឲ្យគាត់មិនដឹងមានលុយឯណាទិញក្តារមកឈូសមិនដឹងមានលុយឯណាធ្វើបុណ្យចាស់ចាស់ដែលជាទុរគតជនគាត់ការគិតរបស់គាត់ពីបែបហ្នឹង ចឹងហើយបានបងប្អូនគាត់ធ្វើទៀនថាអូឥឡូវម៉ែមិនបាច់បារម្ភទេលោកយាយមិនបាច់បារម្ភទេពូមិនបាច់បារម្ភទេអ៊ំមិនបាច់បារម្ភទេជាទូរគតជនហ្នឹងឥឡូវគេទុកក្តារមកជួយឲ្យគាត់គេទុកលុយសម្រាប់ធ្វើបុណ្យធ្វើទៀនដល់អញ្ចឹងគាត់អត់មានរន្ធត់នឹងសេចក្តីស្លាប់ទេគាត់មានតែគិតថាអូឥឡូវហ្នឹងគាត់មានក្តារមកជួយហើយគាត់មានអីហើយអញ្ចឹងទៅអាចនិយាយបានថាបងប្អូនខ្លះគិតថាអូលោកយាយរស់នៅខ្ទមកំសត់ហើយនៅជាមួយក្តារមកជួយទៀតអត់ខ្លាចទេអត់ជាប្រភ្នូអីទេអញ្ចឹងនិយាយថាដល់យើងគិតឲ្យដល់ទៅទើបដឹងថាមនុស្សណាក៏អត់ជាទីក្តីស្លាប់រួចដែរគ្រប់គ្នាទាំងអស់បាទអញ្ចឹងដល់ចូលដល់វ័យចាស់ចាស់អ្វីដែលគាត់បារម្ភគឺមិនមែនបារម្ភទៅនឹងសេចក្តីស្លាប់ទេគាត់បារម្ភពេលថាពេលដែលស្លាប់ទៅតើមានអ្នកណារៀបចំបុណ្យទានធ្វើបុណ្យជូនគាត់ហើយនេះចាក់ស្ដែងនៅក្នុងនេះមែនទេលោកពូក្តារមកជួយបាទនៅខាងក្នុងនេះបងប្អូនប៉ុន្តែតើតលាត់អានេះលាត់បានត្រូវអត់លោកពូបងប្អូនខ្ញុំច្រឡំថាកាច់ក្តារអញ្ចឹងផ្ទះគាត់ប៉ុន្តែកន្លែងនេះគឺទុកនេះបាទទុកសម្រាប់ឲ្យបងប្អូនមើលនេះគឺជាក្តារមកឈូសម៉ែអើយអូតែអាវខ្លួនឯងចុះម៉ែគេធ្វើប៉ុនដូចថាជូនក្តារមកឈូសជូនអីឲ្យម៉ែអញ្ចឹងម៉ែគិតមិនអត់អីទេម៉ែណាម៉ែមិនមែនគិតថាគេធ្វើអញ្ចឹងគេប្រមាថអាយុជីវិតរបស់ម៉ែអីអត់ទេម៉ែណាដល់អញ្ចឹងម៉ែមានអារម្មណ៍មិនដែរដល់ពេលម៉ែគេធ្វើប៉ុនជូនក្តារមកជូនអីទាំងម៉ែនៅមានប្រជុំនោះអត់អីណាម៉ែអូត្រីអវិញមិនបានគេជូនក្តារមកជូនម៉ែត្រីអវិញមិនបានម៉ែត្រីអវិញដូចថានិយាយឲ្យលុតទៅបានស្រាយណាយ៉ាងណាណាបាទស្រាយណាលុតរួយចឹងបានហើយចាយ៉ាងខ្ញុំដូចលុតអូដែរតែគេទៅគាត់ត្រេកអរវិញមកលោកចាស់ពីគ្រូគាត់ជុំគឺអញ្ចឹងបងប្អូនចឹងនិយាយមិនមែនគេធ្វើបុណ្យជូនក្តារមកជូនគាត់គិតថាអូបន្ទប់ចង្រៃអត់ទេមានតែគាត់ត្រេកអរវិញតែសារដឹងថាអូមានពេលដែលដូចថាអូកម្មាទោសដល់អស់បជនអស់អីទៅមានកន្លែងទុកដាក់ជំរាបសួរកូនក្មួយអីទេចុះអ្នកមីងឃើញស្ថានភាពរបស់លោកយាយរាល់ថ្ងៃគាត់មិនដែរអ្នកមីងខ្ញុំឃើញសភាពគាត់អញ្ចឹងខ្ញុំមិនដឹងយកយកហូបយកឲ្យអញ្ចឹងទៅគាត់ពិតជាទូរគតជនដែលអត់មានកូនចៅពិតប្រកបឬក៏មិនគាត់អត់មានទេអត់មានកូនមានតែមួយខូចបាត់ហើយអញ្ចឹងគាត់រស់នៅតែឯងហ្នឹងរយៈពេលយូរឆ្នាំហើយនៅចាយូរឆ្នាំហើយនៅតែកន្លែងហ្នឹងទេចុះអ្នកណាអ្នកអនុញ្ញាតឲ្យគាត់ធ្វើរោងធ្វើខ្ទមឯនឹងទល់មុខវត្តអូនេះគាត់រស់នៅចំកន្លែងមានអ្នកចិត្តខាងល្អបងប្អូនបើអ្នកខ្លះរស់នៅប៉ះចំអ្នកចិត្តខាងដែលអត់ចេះយកយល់ជាស្រ័យគ្នាគឺពិបាករស់នៅណាគឺរស់នៅអត់បានទេមានតែការចាំចាប់កំហុសហើយនឹងមានរឿងឆ្លោះតតែងគ្នាអញ្ចឹងតែនេះអ្នកចិត្តខាងគាត់ស្លោល្អមានចិត្តសន្តោសប្រណីអាណិតចាស់ជរាដូចជាគាត់អញ្ចឹងយកបាយយកទឹកយកម្ហូបឲ្យតែមានរបស់ហូបគឺនឹកឃើញគាត់អញ្ចឹងទៅជាក្មួយគាត់ដែរមែនតើមួយបង្កើតប៉ុន្តែក្មួយនឹងវាខត់ពេកអត់ពេក
មានណា ចឹងបានន័យថាគាត់មានសាច់ញាតិជាក្មួយនៅចិត្តនឹងដែរគាត់ថាក្មួយចេញទៅបាត់ហើយហើយអញ្ចឹងក៏គាត់មកធ្វើកូនខ្ទមហ្នឹងនៅដីចំណីផ្លូវអែបខាងលើហ្នឹងទៅហើយចុះរាល់ថ្ងៃហ្នឹងចង់និយាយថាគាត់ទៅបត់ដៃបត់ជើងនៅណាអ្នកមិញ តែបាត់ជើងបាត់អី ឲ្យដល់ម៉ែដើរទៅកើតដែរបើម៉ែជរាហើយវងវែងខ្លះហើយ ទៀតយ៉ាងទៅដើរឈប់ទៅ គាត់ងងឹតទៅបងប្អូន ទៅជួតនឹងដើរ ចឹងពេលចង់បាត់ដៃបាត់ជើងឲ្យដើរទៅ បានបងប្អូនអ្នកជិតខាងគាត់ជួយបាយទឹកអីចឹងទៅមែនទេអ្នកមីងអ្នកមីងមានឈ្មោះអីដែរ កលសង្គម ម៉ែសប្បាយចិត្តទេ បាយខ្លាំង មើលម៉ែសោតមួយមើល បាយខ្លាំងហ្មងម៉ែហ្នឹងហើយក្មិញម៉ែទៅណាអស់ហើយ ជូអស់ហើយតែអស់ហើយ ហើយមិនរើសទុកម៉ែឈូសទៅកលៀតណា អត់ទុកកើតទេ ឥឡូវអស់រលីងសល់តែអញ្ចាញទេ នៅអញ្ចឹងមិញនេះ ហើយម៉ែពិសាស្លាមលូដាច់ដែរ ថា អូអានេះគេហៅប៉ាណាអានឹងសម្រាប់ចិត្តឬឆាកស្លា ចា ឥឡូវបើសប្បាយចិត្តមើលម៉ែរំមួយមើលបាទឥឡូវកូនច្រៀងរំវងបំពងទឹកស្នោតជូងយូយូគេដាក់ឲ្យមួយតហើយសាច់ខ្លែមគេដាក់ហោប៉ៅក្រោយសាច់ខ្លែមគេដាក់ហោប៉ៅក្រោយសើយលឺញយញយសើយលឺកែហេហេឲ្យម៉ែស្ទាបរត់ បងប្អូនហើយជីវិតអ្នកក្រខ្សត់អ្នកអត់នៅពេលបានមានជំនួយបានគេជួយយើងគឺគាត់សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមគ្នាទេនៅពេលដែលគាត់កំពុងខ្វះខាតនេះហើយសង្ឃឹមថាមានសប្បុរសជនជាច្រើនជួយជំនួយទៅដល់លោកយាយហើយនិងអ្នកដែលពិបាកផ្សេងទៀតផងចុះឥឡូវវីដេអូនេះមានតែប៉ុណ្្នេះទេចុងក្រោយសូមជម្រាបលាពុកម៉ែបងប្អូននិយាយតាទាំងអស់គ្នា